bạnมีซัวបងប្អូននេះដើមក្តាប់ឈ្នាងក្រហមថ្មីហាកែណាបងប្អូនតើតើនឹងជំងឺកាពះពោះវៀនរ៉ាំរ៉ៃហើយនឹងជំងឺថ្លើមទូទៅប្រើដើមក្តាប់ឈ្នាងក្រហមនេះហើយនឹងដើមក្រែមក្រំនឹងបកែទៅលើជំងឺថ្លើមហើយកាពះពោះវៀនក៏បកែសិតដែរយកទៅហូបនឹងដើមក្តាប់ឈ្នាងដើមក្តាប់ឈ្នាងតែដូចជាតំបន់ខ្លះគាត់ហៅដើមកត្រងប្រហុកដើមត្រងប្រហុកដោយសារនៅពេលដែលប្រហុកភូមិក្លិនមានដង្កូវមានអីហ្នឹងយកដើមហ្នឹងទៅដាក់ក្នុងកឡប្រហុកទៅដង្កូវហ្នឹងវាចេញអញ្ចឹងអ្នកខ្លះតំបន់ខ្លះគាត់ហៅដើមកត្រងប្រហុកហើយបើនិយាយពីប្រសិទ្ធភាពបកែទៅលើជំងឺថ្លើមហើយនឹងកាពះពោះវៀនតែម្ដងបកែយកដើមទឹកហូប